ត្បូងទទឹមភាសាអង់គ្លេសហៅថា Ruby ត្បូងនេះត្រូវបានមនុស្សខ្លះហៅថាពេជ្រក្រហមវាជាត្បូងដ៏មានតម្លៃនិងកម្រផងដែរត្បូងទទឹមគឺជាត្បូងដែលមានប្រភពមកពីធម្មជាតិហើយត្រូវបានបង្កើតឡើងពីសមាសធាតុគីមីជាក់លាក់ត្បូងទទឹមមានប្រភពមកពីរ៉ែ Corundum ដែលជារ៉ែអុកស៊ីតអាលុយមីញ៉ូមវាត្រូវបានរកឃើញនៅក្នុងបាតទន្លេនិងនៅក្នុងគ្រួសក្នុងទន្លេការបង្កើតត្បូងទទឹមគឺជាដំណើរការស្មុគស្មាញនៃធម្មជាតិដែលរួមបញ្ចូលទាំងការផ្លាស់ប្ដូរសម្ពាធនិងសីតុណ្ហភាពប៉ុន្តែសមាសធាតុគីមីសំខាន់គឺអាលុយមីញ៉ូមអុកស៊ីតពណ៌និងគុណភាពនៃត្បូងទទឹមអាស្រ័យលើកត្តាជាច្រើនរួមទាំងសម្ពាធសីតុណ្ហភាពនិងសារធាតុរ៉ែផ្សេងៗទៀតដែលបានបញ្ចូលក្នុងដំណើរការនៃការបង្កើតប៉ុន្តែសមាសធាតុសំខាន់ដែលកំណត់លក្ខណៈគីមីនៃត្បូងទទឹមគឺអាលុយមីញ៉ូមអុកស៊ីតត្បូងទទឹមត្រូវបានគេរកឃើញនៅតំបន់ជាច្រើននៃប្រទេសផ្សេងៗនៅក្នុងពិភពលោកនេះប៉ុន្តែត្បូងទទឹមទាំងនោះមានគុណភាពនិងតម្លៃមិនដូចគ្នាទេត្បូងទទឹមដែលគេរកឃើញនៅតំបន់អាហ្វ្រិកមិនសូវមានតម្លៃប៉ុន្មានទេលោកអ្នកដឹងទេត្បូងទទឹមដែលមានគុណភាពល្អនិងតម្លៃថ្លៃជាងគេនៅលើភពផែនដីយើងនេះគឺជាត្បូងទទឹមដែលត្រូវបានគេរកឃើញតាំងពីយូរមកហើយដែលមាននៅតំបន់នៃខេត្តប៉ៃលិនប្រទេសកម្ពុជារបស់យើងពិតជាអស្ចារ្យនិងគួរជាទីមោទនភាពណាស់តទៅទៀតនេះយើងនឹងនិយាយគ្នាខ្លះៗអំពីត្បូងទទឹមបន្ថែមទៀតលក្ខណៈពិសេសនៃត្បូងទទឹមត្បូងទទឹមមានពណ៌ចាប់ពីពណ៌ក្រហមស្លេករហូតដល់ពណ៌ក្រហមងងឹតពណ៌ក្រហមដ៏សម្បូរបែបនិងភាពស្អាតនៃត្បូងទទឹមគឺជាកត្តាសំខាន់ក្នុងការកំណត់តម្លៃរបស់វាទំហំនិងគុណភាពនៃត្បូងទទឹមក៏មានឥទ្ធិពលលើតម្លៃរបស់វាផងដែរត្បូងទទឹមធំនិងមានគុណភាពខ្ពស់មានតម្លៃថ្លៃជាងឧទាហរណ៍ដូចជាត្បូងទទឹម Sunrise Ruby មានទំហំធំនិងតម្លៃខ្ពស់ដល់ទៅជាង$30 លានឯណោះត្បូងទទឹមក្រៅពីមានតម្លៃថ្លៃវាក៏ត្រូវបានផ្ដល់ឲ្យមនុស្សនៅជំនឿផ្សេងៗអំពីវាផងដែរតាមជំនឿបុរាណរាប់ពាន់ឆ្នាំកន្លងមកហើយគេជឿថាត្បូងទទឹមគឺជាត្បូងដ៏មានថាមពលយ៉ាងពិសេសដ៏អស្ចារ្យបើបុគ្គលណាបានប្រើប្រាស់ត្បូងនេះហើយនឹងនាំមកនៅមន្តស្នេហ៍ភាពតាក់ទាញខាងស្នេហានឹងនាំមកនៅឫទ្ធិអំណាចឡើងឋានៈបុណ្យស័ក្តិកិត្តិយសភាពក្លាហានពេញលេញនៅក្នុងការងារនាំសំណាងល្អនាំសុភមង្គលការការពារអំពើអាបធ្មប់ការការពារគ្រោះចង្រៃពង្រឹងធម៌ពលនៅខាងក្នុងរាងកាយជាដើមត្បូងទទឹមត្រូវបានគេចាត់ទុកថាជាត្បូងថ្មដែលមានអាយុកាលយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រត្បូងទទឹមគឺជាត្បូងថ្មតែមួយគត់ដែលបានរៀបរាប់4ដងនៅក្នុងព្រះគម្ពីរប៊ីបនេះបើយោងតាមអ្នកប្រាជ្ញរ៉ូម៉ាំងដែលបានសិក្សាអំពីត្បូងទទឹមនៅដើមសតវត្សទី1មុនគ្រិស្តសករាជហិណ្ឌូបុរាណជឿថាអ្នកដែលថ្វាយត្បូងទទឹមឲ្យដល់ព្រះក្រឹស្នាត្រូវបានផ្ដល់កំណើតជាថ្មីនិងក្លាយជាអធិរាជហើយក៏មានរឿងព្រេងជាច្រើនទៀតនៅជុំវិញរឿងត្បូងទទឹមនេះរឿងព្រេងទាំងនោះភាគច្រើនកើតឡើងនៅប្រទេសឥណ្ឌាបុរាណនិងនៅភូមាផងដែរត្បូងទទឹមគឺជាត្បូងដែលមានសារៈសំខាន់សម្រាប់ពួកលោកខាងលិចត្បូងទទឹមគឺជាទីប្រាថ្នាគឺជាទីប្រតិព័ទ្ធរបស់ខ្សែរាជវង្សនៅអឺរ៉ុបនៅនាមជ្ឈិមសម័យដែលខ្សែរាជវង្សទាំងនោះពាក់ត្បូងទទឹមគឺដើម្បីបន្ថែមនៅមន្តស្នេហ៍ការការពារខ្លួននិងការការពារអំណាចត្បូងទទឹមឬក៏ត្បូងរូប៊ីដែលមានពណ៌ក្រហមឆ្អិនឆ្អៅនេះនាំឲ្យមនុស្សជាច្រើនផ្សេងទៀតគិតស្រដៀងគ្នាដែរគឺគេយល់ថាគឺជាត្បូងពណ៌ក្រហមដែលមានហុងស៊ុយនាំលាភនាំលុយនាំមកនៅសេចក្តីស្រឡាញ់នាំមកនៅកម្លាំងចិត្តភាពថ្លៃថ្នូរជួយការពាររំដោះខ្លួនពីអំពើអាក្រក់និងអំពើអំព័ន្ធគ្រោះចង្រៃទាំងឡាយជាដើមត្បូងទទឹមក៏បានផ្ដល់ឲ្យមនុស្សនៅជំនឿផ្សេងៗទៀតផងដែរត្បូងទទឹមត្រូវបានគេតម្កល់នៅទីគោរពបូជាត្រូវបានគេតម្កល់ជាមួយនឹងសាកសពនៃស្ដេចមេកន្ទ្រាញឬអធិរាជណាដែលមានអំណាចគេយល់ថាតម្កល់ត្បូងទទឹមនៅទីនោះគឺមានឥទ្ធិពលការការពារលើជីវិតរបស់ពួកគេមុននេះយើងនិយាយអំពីជំនឿពាក់ព័ន្ធផ្សេងៗពីត្បូងទទឹមហើយឥឡូវនេះយើងនឹងនិយាយអំពីការជំរុញចិត្ត
ចំពោះអ្នកកាន់កាប់ឬម្ចាស់ត្បូងទទឹមវិញមនុស្សខ្លះយល់ថាមនុស្សដែលកាន់កាប់ត្បូងទទឹមនោះនឹងនាំមកនៅការជំរុញយ៉ាងអស្ចារ្យត្បូងទទឹមនាំមកនៅភាពក្លាហានកម្លាំងចេញពីខាងក្នុងភាពរុងរឿងភាពសប្បុរសភាពស្មោះត្រង់ការការពារនិងការផ្សងព្រេងទទួលបាននៅសុបិនល្អជួយទាំងការសម្រេចចិត្តបានឆាប់រហ័សកំណត់គោលដៅទៅរកភាពជោគជ័យបានយ៉ាងលឿននិងធ្វើឲ្យមោះមុតក្នុងការងារបង្កើនចំណង់ចំណូលចិត្តក្នុងរឿងស្នេហាធ្វើឲ្យគេចូលចិត្តអាណិតស្រឡាញ់បង្កើនមន្តស្នេហ៍ដ៏លើសលប់និងទទួលបាននៅសុភមង្គលពេញបរិបូរណ៍កាត់បន្ថយសុបិនអាក្រក់ការរវើរវាយការគិតច្រើនការថប់បារម្ភនិងការសង្ស័យជំនួសមកវិញនៅការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងផ្សេងប្រព័ន្ធឈាមរត់បានស្រួលនិងការបង្កើននៅប្រព័ន្ធភាពស៊ាំក្នុងរាងកាយត្បូងទទឹមគឺជាត្បូងតំណាងឲ្យចក្រានៃអំណាចនិងចក្រាបេះដូងតាមជំនឿរបស់ប្រជាជនចិនគេជឿថាត្បូងទទឹមមានពណ៌ក្រហមតំណាងឲ្យសំណាងល្អត្បូងទទឹមមកពីពាក្យក្នុងសង្គមក្រិចមានន័យថាជាស្ដេចត្បូងដ៏មានតម្លៃស្ដេចចំនួនមុនតែងតែយកត្បូងទទឹមមកដាំលើមកុដលើលំពែងនិងធ្វើជាគ្រឿងអលង្ការសម្រាប់ខ្សែរាជវង្សនាម៉ឺននិងមន្ត្រីធំនៅប៉ែកអឺរ៉ុបដដែលគេនៅតែជឿថាចំពោះអ្នកដែលកាន់កាប់ត្បូងទទឹមនឹងធ្វើឲ្យគេមានការជំរុញចិត្តយ៉ាងអស្ចារ្យធ្វើឲ្យចិត្តស្ងប់ធ្វើឲ្យចិត្តមានតុល្យភាពត្បូងទទឹមលើកទឹកចិត្តឲ្យអ្នកពាក់មានក្តីសង្ឃឹមសម្រាប់ជីវិតវាធ្វើឲ្យប្រសើរឡើងនៅការលើកទឹកចិត្តនិងការកំណត់គោលដៅជាក់ស្ដែងច្បាស់លាស់ធ្វើឲ្យបេះដូងមានតុល្យភាពនិងបង្កើនទំនុកចិត្តត្បូងទទឹមលើកទឹកចិត្តឲ្យអ្នកមានភាពអំណរស្នាមញញឹមនិងភាពក្លាហានវាលើកកម្ពស់កម្រិតចិត្តវិជ្ជមានជំនួយក្នុងការរក្សាទ្រព្យសម្បត្តិនិងក្តីស្នេហាឲ្យគង់វង្សយូរអង្វែងត្បូងទទឹមជួយដកហូតថាមពលអវិជ្ជមានចេញពីផ្លូវចិត្តរបស់អ្នកវាយកឈ្នះភាពនឿយហត់ផ្ដល់ឲ្យអ្នកនៅថាមពលនិងកម្លាំងយ៉ាងខ្លាំងក្លាភាពផ្ចង់អារម្មណ៍យ៉ាងខ្លាំងនិងចក្រានៃអំណាចដួងចិត្តឥឡូវនេះយើងមកដឹងពីប្រភពដើមនៃត្បូងទទឹមដែលមានគុណភាពខ្ពស់យើងដឹងហើយថាប្រភពដើមនៃត្បូងទទឹមដែលមានគុណភាពខ្ពស់គឺរកឃើញនៅប្រទេសកម្ពុជារបស់យើងនៅប្រទេសកម្ពុជារបស់យើងត្រូវបានរកឃើញត្បូងទទឹមកែច្នៃនិងប្រើប្រាស់ជាគ្រឿងអលង្ការអស់រយៈពេលប្រមាណជាង 2000 ឆ្នាំមកហើយមិនមានការរុករកជាលក្ខណៈទ្រង់ទ្រាយធំណាមួយកើតឡើងនៅឡើយទេត្បូងភាគច្រើនត្រូវបានរុករកឃើញដោយកម្មករត្បូងឬតាមរយៈគ្រួសារនិងសហគមន៍នានាត្បូងទទឹមប៉ៃលិនគឺជាត្បូងដែលមានគុណភាពល្អបំផុតគឺជាប្រភេទត្បូងសាច់រឹងជាងត្បូងដទៃទៀតនិងមានពណ៌ក្រហមឆ្អិនឆ្អៅដូចឈាមហើយត្បូងដ៏មានតម្លៃថ្លៃជាងគេនេះត្រូវបានរកឃើញនៅប្រទេសកម្ពុជាទឹកដីខេត្តប៉ៃលិនសូមអរគុណសូមកុំភ្លេចជួយចុច Subscribe ផង